អរុនសុស្ដីការសម្រក់គីឡូថ្ងៃទី2ធម្មតាលក់បឺស៊ីបឺហ្នឹងទៅទិញស្អីអស់លុយទៀតតោះឥឡូវមុនយើងមកធ្វើម្ហូបអាហារពេលព្រឹកយើងទៅថ្លឹងគីឡូសិនចាឃើញថាអូស្រក់លឿនណាស់បែខ្ញុំមានវិបត្តិមួយអ្នកគ្នាឲ្យខ្ញុំធ្វើម្ហូបអីក៏បានដែរប្រើខ្ញុំធ្វើអីក៏បានដែរតែរឿងចាននឹងមួយខ្ញុំជ័យមែនខ្ញុំមកលាក់ស៊ីហ្មងសារខ្ញុំងើបយឺនអញ្ចឹងអានឹងអាហារពេលព្រឹករបស់ខ្ញុំអ្នកគ្នាងើបលឿនអាហារពេលព្រឹកត្រឹមម៉ោង7 8អីល្អអត់បាយព្រឹកណាអត់ល្អសម្រាប់សុខភាពដាក់ឆុងកាហ្វេមួយកែវហើយដាក់ស្ងោរពងមកខ្ញុំចូលជួលលើកនេះចូលជួលលក្ខណៈលបនេះរបបអាហារនិយាយចាំតែគុំសមយកមានចេកមានពងមានកាហ្វេមានប៊ឺសម្រាប់ប៊ឺចង់ញ៉ាំកំងម៉ែអាហ្វុងបានណា1គីឡូ15000គីឡូ35000នេះឆ្លៀតរកស៊ីទៀតអងឯនៅក្នុងកន្ទប់ឯតែមានកៅអី camping ទិញឲ្យតាមរៀនសឹមមិញមួយឈុត24រៀលគ្នាដៃសារនេះមាំខ្ញុំធ្លាប់ទិញ page នឹងខ្ញុំទិញតាមអនឡាញឲ្យបានទិញពីគាត់ល្អអ្នកគ្នាចង់បានដែរចាំប្រាប់មិញខ្ញុំដាក់ page ឲ្យតែឥឡូវភ្លេចបានតែមិនដឹង page មួយណាទិញកៅអីហ្នឹងទិញថាទុកអង្គុយ camping ក្រៅទេឥឡូវអង្គុយនឹងផ្ទះនឹងដំបងទិន្នន័យថ្ងៃទី2នេះគឺខ្ញុំស្រកបាន1គីឡូចុច4ស្រកបាន1គីឡូចុច4ហ្នឹងទៅច្រឡំថាមាន CA ណាអត់ទេណា C3P ធម្មតាថាខ្ញុំរៀងបន្ថយបាយអញ្ចឹងណាចង់ស្រកគីឡូតាមដានឲ្យ follow ម៉ែហ្វងតាមដានឲ្យអនុវត្តផងស្រកទាំងអស់ធ្វើចូលជួជាមួយម៉ែហ្វងឲ្យបានមួយទឹកជុំគ្នាមើល